ok chẳng dương ba cái Cisco Packet Tracer này mà hai bắt dương cho router 7 đấy mà router dương mà ở đọc cùng 7 xài muối mà phí 7 đấy ok dương cho speed man mà speed muối speed phí speed 7 nè mà speed 4 ok speed 5 nè mà đi kho lại tờ đi kho thôi đi kho tam bị tao dân cho laptop 7 គ្រឿងណាមួយអូខេ2 3អូខេ4គ្រឿងណាអូខេ server យើងយក2 1 2ណាអូខេបន្ទាប់ពីយើងរើសបាទជ្រើសរើសឧបករណ៍ហើយយើងឲ្យចាប់ផ្ដើម connect ខ្សែប៉ុន្តែ router យើងណាយើងទិញមកអត់មានការសេរីប៉ុន្តែគេអត់មូលខ្ចោយយើងទេឲ្យយើងមកមូលខ្លួនឯងណាអញ្ចឹងយើងចូលទៅ add ការសេរីមុន add ការពីឆក់យើងបិទ power សិនអូខេមកនេះការសេរីរបស់យើងណាទាញវាមកគេដាក់ slot ហ្នឹងណាអូខេដាក់មាន2 slot យើងដាក់នេះក៏បានដែរណាអូខេបាទខាងនេះធ្វើដូចគ្នាណាអូខេបិទ power បាទនេះការសេរីយើងណាអូខេដាក់តែ2ក៏បានដែរប៉ុន្តែយើងប្រើតែ2 port យើងខ្ជិលដាក់ច្រើនណាសល់ចោលណាបាទបាត់ភ្លើងកុំឲ្យឆក់ណាអូខេឥឡូវខ្ញុំអត់បាត់ភ្លើងហើយខ្ញុំដាក់មើលវាឲ្យដល់វាអត់ឲ្យដែរណាបាទយើងទិញមកការសេរីនោះគេអត់ដោតឲ្យយើងក្នុងហ្នឹងឯងគេភ្ជាប់ធុងហ្នឹងមកណាឲ្យយើងដោតចូលហើយយកទួលវិញមូលឆៅចូលខ្លួនឯងណាបើក power វិញធម្មតាណាអូខេបាទធម្មតាសេរីហ្នឹងគេឲ្យកាតយើងមកមានតែ2 port ទេប៉ុន្តែយើងអាច add ថែមបាន2 port ទៀតណាប្រហែលថាយើងអត់បាត់នេះមិនមកធំមកហើយណា zoom គេ power វិញ power វិញណាអូខេឥឡូវមើលសារយើងអត់បាត់ហ្នឹងមែនការសេរីដូចមែនហ្នឹងឯណាស្នាបាត់អស់ហើយហើយបាត់ទៅបើកតែចឹងដែរណាមិនវាចុចចំអីទេអូនេះដល់ទៅមកខុសគ្នាណា sorry យើងយកមកដូចគ្នាមកវាខុសគ្នាយ៉ាចូលទៅយើងប្រើរាល់ថ្ងៃគឺនេះណា1841មកអញ្ចឹងបើជាឆ្ងល់មកវាអូខេឥឡូវយើងថាអត់បាត់មើលណាចាំមើលយើងអត់បាត់អូខេ I'm not add module when the power is on វាប្រាប់យើងខ្លាចយើងឆក់បើយើងធៀបពិតយើងបាច់បាត់ក៏បានដែរណាធៀបពិតយើងបាច់បាត់ក៏បានដែរប៉ុន្តែឆក់អត់ដឹងទេបាទអូខេយើងបាត់សិនណាដើម្បីសុវត្ថិភាពអូខេណាបាទអូខេអញ្ចឹងយើងហើយយើងចាប់ដើមអីចំណុចខ្សែជំនឿខ្សែណាចុចលើខ្សែមកយើងទាញមកខាងនេះមកណាយើងឃើញខ្សែ serial រូបនាឡិកានេះផតនេះខ្ញុំយកផតលេខម៉ាន01ណាអូខេតាម topology យើងនេះគឺអី00ណាអូខេបាទមើល topology ច្បាស់
នេះណាបាទ01បាទ00ណាអូខេយើងយកណាក៏បានដែរអត់ឲ្យតែផតទៅនេះណាសំខាន់យើងមើលកន្លែងណាយើងដាក់ label ឲ្យឃើញណាបាទកន្លែងណាមានរូបនាឡិកាដាក់ clock rate បាទលេខនេះមាននាឡិកាដាក់ clock rate អូខេ connect ពី router មកបាទយើងមាន function មួយ automatic ឈូសណាប៉ុន្តែបើយើងឈូសអាហ្នឹងទៅ router automatic ឈូសឲ្យយើងប្រហែលថាខ្ញុំយក automatic ឈូសកន្លែងនេះអូខេណាយក port by internet 00ណាបាទប៉ុន្តែ hardware អត់មាន function ហ្នឹងអូខេយើងយកកំប្រើហ្នឹងហើយយើងប្រើនេះមកចាំណាអូខេបាទអូខេអញ្ចឹងរៀប connect ខ្សែយើងចេះ connect ណាយក port ណាយកទៅណាគេឲ្យទៅនេះតែគេរវល់យកអត់បានណាយើងយកបានតែទៅនេះណាបាទ port នេះតាមសមត្ថកម្មយើងមាន2ប៉ុន្តែខ្ញុំឲ្យយកលេខ0ណាយើងយក0មកអូខេបាទតមក router នេះមក switch បាទយើងឃើញរឿងស្មុគស្មាញបន្តិចប៉ុន្តែបើនៅក្រុមហ៊ុនវិញវាស្មុគស្មាញជាងនឹងទៀតវាមិនមែនឧបករណ៍តិចចឹងវាមានឧបករណ៍ច្រើនយ៉ាងហ្នឹងអូខេបាទអត់ទេការងារស្រួលឯងចែកគ្នាដៃណាបាទយើង config មក router ទៅអ្នកទៀតមួយ router អញ្ចឹងទៅណាអត់ឲ្យម្នាក់យើង4 10 router ម្នាក់ឯងអូខេអញ្ចឹង connect ខ្សែលេខ problem ណាបាទអូខេឥឡូវចាប់ដើមដាក់ IP ឲ្យម៉ាស៊ីនបាទម៉ាស៊ីននេះនៅ network អី network 1000ណាអូខេចំណាយកតចូល desktop IP configuration បាទបើធៀបពិតយើងចូលអីយើងคลิกលើការ network របស់យើងណាហើយចូល property ណាអូខេបាទ192.168.1.2 ណាគេឃើញ subnet mask default ហើយអូខេ default gateway 1.1.1 សំខាន់ DNS server address បាទបោះ DNS ណាអត់យកបោះបាទ192.168.2 នេះអូខេអញ្ចឹងយើងដាក់ថា PC មួយបានណា PC នេះកុំឲ្យខាតពេលយើងដាក់ខ្លួនឯងណាអូខេយើងតេស្តតែមួយអូខេអូខេសំខាន់ server នេះ DNS ណាខ្ញុំដាក់ឈ្មោះឲ្យស្គាល់ណា DNS IP គាត់ 192.168.7 ពី2ឲ្យ/24ណា/គឺតំណាងឲ្យ subnet mask អូខេយ៉ាងម៉េចបាទទាញវាមកឲ្យនេះមកគៀកគ្នាតិចមកណាអូខេតោះមកយើងចាប់ផ្ដើមដាក់ IP ឲ្យគាត់ណាបាទឧបករណ៍ទាំងអស់អត់មាន IP អត់អាចតាក់ទងគ្នាបានទេណានៅលើ network ណាគេត្រូវការមាន IP ចូល desktop ដូចគ្នាបាទ100អី92ណា168.7 ចុចអីយើងឃើញ subnet mask វា default ណាអូខេ default gateway វា.7 ចុចអីចុច1ណាអូខេ DNS ដាក់ក៏បានមិនដាក់ក៏បានប៉ុន្តែបើយើងដាក់យើងអាចពីយើងនេះអាច access ចូល web server បានដែរណាអញ្ចឹងយើងដាក់ឲ្យប្រគ្រប់វាមកចុចអី7.2ណាខ្លួនវាអូខេហើយនៅណាចូលទៅ record ដើម្បីឲ្យ DNS server មុខងារចម្បងគាត់បកប្រែពីឈ្មោះ website មក IP របស់ website ហ្នឹងបាទអញ្ចឹង config មកឡើងថា DNS ណាអូខេ click DNS បាទឈ្មោះ website យើង Facebook
เป็นยมนะยังได้โอเคปัจจัย play นี่ on นะมา power โอเค.com ត្រូវនឹង IP មែន IP យើងក៏ឧទាហរណ៍ IP Facebook មែនហ្នឹងអូខេ 192.168.7 ណាអញ្ចឹងណាអូខេ .2.3 អូខេតមកយើងអីហេតុអូខេយើងចង់ឲ្យគេវាយអត់ W ចូលលុប W ចេញមកណាយើងអាចថែមមួយទៀតណាអូខេគេវាយតែ facebook.com ក៏ចូលដែរវាយទាំង W ទាំង .w ចូលដូចគ្នា DNS ប៉ុណ្ណឹងស្រេចលើ server វាដូចជា computer យើងដែរស្រួលទេពិបាកសំខាន់លើ config លើ router ឯណាអូខេបាទអញ្ចឹងនៅសល់អីដល់ web server ណាបាទគេគាត់ខិតនេះតិចស្រួលដាក់ address បាទឈ្មោះគាត់ថាយើងចង់ដោត KA ទៀតក៏បានដែរប៉ុន្តែសំខាន់ទៅកែកន្លែង DNS វិញណាអូខេ IP គាត់ដាក់ឲ្យស្រួលចាំ168ចុចអី 7.3 ណា/24អូខេទាញនេះមកលើតិចមកអូខេតបមកយើងដាក់ IP ឲ្យគាត់ណាអានេះមិញ IP សម្គាល់ខាងក្រៅអត់ដាក់ IP ក្នុងរឿងអត់ដែរណា192.168.7 ចុចអី3អូខេចុចអីនេះណាចុច1ណា7ចុចអីមក DNS server ដាក់ឲ្យត្រូវតែដាក់អត់ត្រូវអត់ដើរទេមក192.168.7 ចុចអី2ណាយើងចង់កែអត្ថន័យនៅក្នុង website ហ្នឹងអត់បើចង់កែយើងចូល config មកនេះមកណាកែឡើងនេះស្អីមកបាទ Facebook ឯណាអញ្ចឹងមកណាអូខេបាទមិនបាទអូខេណាអូខេសំខាន់យើងមើលនេះអនណាអនបើសិនយើងច្រឡំ click off នេះអត់ចេញបាទអស់ហើយបាត់ហើយអនណាអូខេហើយណាបាទឥឡូវនៅសំខាន់នៅលើ router review តិចបាទឥឡូវខ្ញុំចូល router វ៉ាន់មុនគេណាបាទធាតុពិតយើងអាចคลิกទៅវាបានទេប៉ុន្តែ software យើងអាចคลิกបានអញ្ចឹងយើង click ទៅវាមកចូលអីបាទ command line interface មានន័យថាយើងប្រើ command វាយអត់ប្រើ graphic user interface ណាបាទអូខេអញ្ចឹងខ្ញុំបរិយាតិចមកដើម្បីយើងមើលច្បាស់ណាអូខេmode នេះយើងឲ្យឈ្មោះថាអី user mode ណា user mode ធ្វើបានខ្លះ so ping telnet អូខេបាទ command អី enable អូខេបន្ទាប់មក configure terminal password security config ខ្លួនឯងណាកុំឲ្យខាតពេលដាក់ឈ្មោះវាមក hostname or one បាទមានប៉ុន្មាន interface មាន3ណា interface filenet zone/zone IP address 192.168.1.1 ណា subnet mask 255.255.255.0 នេះ/24មានន័យអញ្ចឹងណាអូខេអញ្ចឹងយើងប៉ុណ្ណឹង router ចាប់ដើមគណនា network address ឃើញហើយយក IP address and subnet mask ឃើញ network 1ហើយណាអូខេ enter ធ្វើមិនទៀតបើក port ណា router មិនមែនជាឧបករណ៍សម្រាប់ user ទេសម្រាប់ personal ផ្ទាល់សម្រាប់ ISP គេផលិតមកខនគេបិទបើកទៅវាឆាប់ខូចណាបាទបាត់អញ្ចឹង ISP ដឹងតែមានគេចេះធ្វើហើយគេចេះបើកហើយណាបាទបើដូច switch ដូច hub ជាឧបករណ៍សម្រាប់គ្នាយើងទាំងអស់គ្នាអ្នកណាក៏ប្រើបានដែរអញ្ចឹងខនហ្នឹងគេអត់បាត់ទេគេបើកបាត់យើងធ្វើមិនចេះចូលបើកណាអូខេអញ្ចឹងបើកខនគឺអី no shutdown អូខេយើងឃើញ change status ខនហ្នឹង up ហើយណាបាទនៅសល់ប៉ុន្មានខទៀតពីរទៀតណាអូខេ filenet zone/1 ណាអូខេ1អូខេដូចនេះ IP address
mà rồi cà pi cho rồi học bảy ai cho mua cho pi bạn đó họ đây nè lần này được học này nè mà chân cho pi cho mùi cho vậy rồi ba port ok Inter complex Inter này và chẳng hay bao nhiêu thế nhà Inter tại dương on Inter còn má nó nâu là lơ monitor với mà chỗ đó là tờ này Inter cứ phải cho với tờ này mà theo mày ấy xin nè ok cho tờ can serial ok mà IP address mà rồi ấy copy nè 7.7 nè 1 subnet mask ដូចគ្នាចុចអី0យើងបាទយើងអត់ដឹងថា serial នឹង DCE ឬក៏ DTE ឥឡូវយើងសាកបងដាក់ clock rate បើសិនបើមិនមែន DCE វាអត់ឲ្យទេណាអូខេឥឡូវយើងសាកបងដាក់ clock rate ដើម្បីបញ្ជាក់ឲ្យយើងមើលណា14បាទគេថាម៉េចmà chân bên đây thay dương ta nó ọt phải giàu gì ọt cho được gì đã ban là đi gì chân dương bao kho tèm đó mà nè ok bàn tay phải dương ọt ba thế dương đã hả đã tới bị chơi chân mà dương rồi nè ok tại sao dương chơi mơ topology ok và thòn nè mà router von dương rồi nấu nè dương nấu config root và rìm tiền nè dương thơ mà đo ngày 2 slot dòng đó nè ok chơi bỏ làm chẳng ấy router rìm nè command cứ ấy router mà dương mới chơi trôi và router rìm hay ấy Inter tao mà đây này vườn nè giờ mơ miền mà này vườn cho con 7 ok đã này vườn ai trái máu cho vậy mùi chơi sồn khi dương lướn giờ cho trôi mà lơ mà nè đô lịch mũi đô lịch ấy pì nè mà cho con bên lịch mũi trên số lịch phi trên số lịch bay chơi trên số nè ok in thác mà lơ lườn nè đô lịch phi đấy 7 ok complex mà control z máu in thác hơi rai vi hồn fail vi hồn nè mà ok building configuration ok nè control z dương chúng tôi double exit exit pi đỏ dương mình đâu ở ấy specific mode nè ok và chân router von với shop thì mới lại đi mình auto blue sao đi dương auto bàn về nè ok rồi mà router 2 mà command line interface mà say no ok mà đôi kia nè thì này có mà này dương làm đã làm phơ nè đôi tập này ok chẳng này ok mà ok mà mua đấy mà ó true ok việc trong đây đã mà con ta đã mới ở tao ta mà ta cảm phê nhóm ó dương thơ sai mắn ở đã với coffee nhóm ó đã mà ta cảm ói nè ở chạm thiên đấy và nhóm ó đã ấy đã năng mở nè ok interface zone slide zone ok ok nhưng mà là tập pi đấy IP address lệnh vào đây rồi cao pi trên rồi vậy nâng network mà network for chân cho chở buôn đấy ok chơi buôn chơi mùi đấy ok đi rồi hạp ram chơi đi rồi hạp ram chơi đi rồi hạp ram chơi zone ba port ok nó pi port tiền đấy và nó serial zone slash mùi hay là zone slash zone interface zone slash mùi này serial này miền rút này là cả đặt chlorate vì lên bậc cài vậy ok IP address IP muốn có bán chlorate muốn có bán ở bậc cài này ơi tại trâu một này trâu nó specific một này nè mà bên đây chúng ta IP mà nhưng tầm lót là IP muốn ok mà rồi cao pi sorry chơi mà rồi học bay chơi pi đấy ok chơi bay nhật pi
255ចុច255ចុច255ចុច0ជាមួយយើងដាក់ក្លោកនេះតែគាត់លេខបកាយហើយណាគាត់ទទួលយកហើយណាអូខេគាត់លេខឆ្លើយបដិសេធណាអូខេអញ្ចឹងយើងអីបើផតបាទនៅសល់ផតមួយទៀតណា exit interface serial 0/0/a 0ណាអូខេប្រោណាអូខេបាទ network ទី5អូខេអញ្ចឹង IP address 192.168.5.1 ណាអូខេបាទ network ទី5ដាក់5អញ្ចឹងមកស្រួលចំណាំអូខេចុចអីមាន chlorate អត់បាទអត់ទេណាបើយើងសាកដាក់មើលវាអត់យកទេអូខេបកាយទៀតណាអូខេអញ្ចឹងយើងបើកផតតែម្ដងអូខេហើយអស់នៅ3ផតហ្នឹងអស់ណាបាទយើងចង់ដឹងមើលហើយអស់នៅពេលយើងមើល exit 2 ដងហ្នឹងគឺជំនួសឲ្យ control z ណាអូខេអញ្ចឹងយើងអូត្រូវឲ្យត្រូវ exit 2 ដងពិបាកចូលមកវិញណា config ស្អីក៏ដោយនៅអី global mode ណាអូខេអញ្ចឹងចូលមកវិញខ្ញុំច្រឡំទៅ save វិញតោះថែមម្ដងណាបាទ config RIP protocol ឲ្យគាត់ router RIP ណាអូខេគាត់មានប្រមាណ network ដែលគាត់ត្រូវបោះទៅឲ្យអ្នកជិតខាងគាត់មាន3 network ណាបាទ network 192.168.3.01 ណាអូខេមួយទៀតអីចុច4ណាបាទចុច 4.0 មួយទៀតចុច5អូខេស្រួលកែណាខ្ញុំដាក់ចឹងដើម្បីស្រួលកែបើយើងដាក់ក្បាល100 192 193យើងពិបាកកែយូរអូខេ complete ណាចូលដល់ router ទីអូ flex save save អូខេរាយវាមកណាយើង save ប៉ុណ្ណឹងក៏ save ដែរណា save ពេញក៏បានយត់ថា software សេអញ្ចឹងហើយ hardware សេខុសពីហ្នឹងអត់ខុសគ្នាទេណាដូចគ្នាណា software កាត់បាន hardware កាត់បានដែរណាគេឃើញ app ណានៅតែទី3ណាអូខេចាំយកវីដេអូខ្ញុំទៅមើលអូខេឥឡូវយើងចូលទី3បាទ say no ទេណា say no ចំពោះគ្រឿងញៀនអូខេហើយគេបាទ enable ណាបាទដែលណាយើងធ្វើតែ3 4ដងទៅយើងធុញហើយធ្វើ3 4ដងទៅចាំហើយណាតែនៅតែ enable configure terminal interface មានអីក៏មិនដឹងបាទតែធ្វើអត់ចេះទេប៉ុន្តែ live assignment ខ្ញុំទៅធ្វើណាខ្ញុំអាចហៅការពារណាបាទអាចខ្លាចយើងច្រឡំគេណាមកបើយើងច្រឡំគេទៅបាទហៅសួរតិចតួចទេណាយើងឆ្លើយបានមានតែយើងអត់ច្រឡំគេបាទឈ្មោះO3 ណាបាទអូខេ interface 0/0 IP address 192.168.6.1 ណាអូខេ 255.255.255.0 ធ្វើម៉េចបើផត no shutdown អាប់ណានៅផត2ទៀតណា interface 0/1 អូខេ IP address 192.168.7 ណាបាទចុច 7 ណាចុច 1 អូខេបាទត្រូវយើងអត់បាទត្រូវណាបើកផតបាទហើយអស់នៅ serial មួយទៀតណាអូខេ interface serial 0/0/a អូខេដាក់ chlorate មុនណាយើងចង់ដូរ style អូខេបាទបន្ទាប់មកយើងដាក់ IP ក្រោយអត់ប្រកាន់ទេណាមួយណាមុនក្រោយបានដែរឲ្យតែត្រូវ mode ប៉ុន្តែបើខុស mode ប្រកាន់បាទ
mà rồi lại bảo là chơi của môi nhé chơi pram đấy ok chơi pram chơi pì đấy ok chơi chơi rồi ba con nữa nè ok ba con áp nè hai nè nè rịp tiên nè mà rào té mà rịp ok to ấy đại này vườn nè miền bay này vườn đại đặt kho ở score lên nè đặt kho bị update tới ở kho hỏi anh tôi ban này vườn ở miền hơi chừng bácไปចូលមកចូលទៅណាប៉ុន្តែអាខុសនឹងវាអត់ស្គាល់ណាបាទប៉ុន្តែកុំភ្លេចតែអាយិតតែយើងមានហើយអត់ដាក់ឲ្យវាយើងមានហើយអត់ដាក់អត់ស្គាល់ទេណាបាទសំខាន់ដាក់លើអត់អីទេប៉ុន្តែបើដាក់ខ្វះគឺ problem ណាអូខេប៉ុន្តែយ៉ាងល្អយើងកុំដាក់លើនាំតែខាតអី memory របស់ router ទេវា fast store យើងអាហ្នឹងណាវា store ហ្នឹងទុកណាបាទយើងដាក់លើទៅខាត space ទេណាបាទអូខេចឹងយើងមានប្រហែលដាក់តែប៉ុណ្្នឹងមកកុំដាក់លើចុចអីចុច5ណាចុច0មួយទៀតចុច6ចឹងយើងដូរលេខ5នេះដាក់លេខ6យើងដូរលេខ6ដាក់លេខអី7មកកុំភ្លេចរាយ save ណាអូខេឥឡូវខ្ញុំសូយើងមើលតើមានផ្លូវទៅកាន់ network ទាំងអស់ហើយនៅណា so IP root ដើម្បីមើលផ្លូវទៅកាន់ remote network ណាអូខេបាទអពីមុខនេះតំណាងឲ្យ RIP ណា RIP មកកាន់ network 1.0មកអត់ទេអត់មើលថាមានឃើញទេរីកធំពេកបាទយើងបោះតាមអីផលេខ1បាទយើងបងចោលលើនេះចឹងណាបាទអញ្ចឹងមកកាន់ network ខាងនេះគឺទៅបោះចាំបោះនេះហើយណាបាទបោះហ្នឹងណាអូខេអញ្ចឹងយើងតេស្តមើលបាទតេស្តទៅសោះស៊ីហ្វុលត្រូវហើយតេស្តទៅអត់សោះស៊ីហ្វុលហោបាច់ទី2ទី1សូដូចគ្នាអញ្ចឹងដែរណាយើងចាំសូខ្លួនឯងអូខេដល់មិនយើងដាក់ IP ឲ្យផ្សិននេះណាអូខេអញ្ចឹង ping វាមើលដើម្បីតេស្ត connectivity ថាផ្លូវវាទៅដល់ហើយយើង ping បាទឥឡូវខ្ញុំ ping server ណា ping web ping 192.100 ping យើងអាច ping លើ IP ហើយនឹង ping លើអីលើឈ្មោះណាអូខេ ping លើឈ្មោះករណីយើងមាន DNS បើអត់មាន DNS ទេអត់អាច ping ឈ្មោះបានទេណាចុច7ចុចអីចុច3ណាលើកទី1គឺ time out ដោយសារវាធ្វើអី A or P ណាអូខេអញ្ចឹងមានហើយណាអូខេឥឡូវខ្ញុំ ping ឈ្មោះវិញ ping www facebook អីណា.com ដោយសារយើងតាម domain យូរបន្តិចវាឡាយបកប្រែពីឈ្មោះហ្នឹងមក IP ណាបាទយូរបន្តិចណាប៉ុន្តែហេតុអីបាទវាត្រូវការ DNS ដោយសារឈ្មោះ IP យើងបាក់ចាំឈ្មោះយើងងាយចាំអូខេ reply មកណា IP ចុច 7.3 ហ្នឹងគឺជាបោះអី no មិនបោះ DNS ណាបោះ web server ណាបោះ Facebook អូខេឥឡូវយើងចូលឲ្យឃើញណាយើងចូលលើបើក web browser តាមឲ្យគឺតាមឲ្យ3ដងហើយ reply ម្ដងហ៎អត់មានទៅគឺ fail ហើយខយ problem 4ដងណាបើ4ដងហ្នឹងអត់មានម្ដងណា successful ទេមានន័យថា connection យើង problem ហើយណា4ដងហ្នឹងបើមានម្ដង successful អត់បញ្ហាទេណាអូខេបាទអញ្ចឹងយើងចូល connect website ហ្នឹងបានណាអូខេស្គាល់បាច់ ping ក៏ស្គាល់ដែរ ping ក៏យើងចង់តេស្តវាមើលណាបាទយើងចង់ដឹងវាអូខេមិនមែនដាច់ខាតទៅ ping បានចូលនេះបានទេណាអូខេអញ្ចឹង
យើង problem ឡើយណាណា